បរិសុទ្ធធ្លាប់គិតខ្លីចំនួន5ដងនិងធ្លាប់ដើរចូលព្រៃបូកគោអស់3ថ្ងៃខ្លាយជាមនុស្សថ្មីហើយចែករំលែកព្យាបាលបានជោគជ័យមហាជនច្បាស់ជានៅចាំបរិសម្នាក់សម្រាប់ចិត្តគិតខ្លីឡើងលើភ្នំបូកគោដើរចូលព្រៃអស់3ថ្ងៃព្រោះតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរសម្រាប់ចិត្តគិតខ្លីតែសំណាងល្អគាត់មិនស្លាប់ហើយគិតមកដល់ពេលនេះមានរយៈពេល3ឆ្នាំហើយគាត់ខ្លាយជាមនុស្សថ្មីម្នាក់ផងដែរដែលធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានក្តីត្រេកអរពេលឃើញគាត់បានជាខាងក្រោមនេះគាត់បានរៀបរាប់ពីរឿងរ៉ាវរបស់គាត់ពីមនុស្សម្នាក់រៀនចប់ថ្នាក់អនុបណ្ឌិតពីក្រៅប្រទេសខ្លាយជាមនុស្សម្នាក់គ្មានអ្វីសោះលែងស្គាល់ទាំងឪពុកម្ដាយរហូតអាចព្យាបាលជាខ្លាយជាមនុស្សធម្មតាឡើងវិញបាន3ឆ្នាំបានកន្លងផុតទៅខ្ញុំមិនដែលនឹកស្រមៃថាខ្ញុំអាចមានថ្ងៃនេះទៀតទេខ្ញុំកើតជំងឺផ្លូវចិត្តរហូតដល់សម្រេចចិត្តទៅសម្លាប់ខ្លួនខ្ញុំបាត់ការចងចាំលែងស្គាល់ឪពុកម្ដាយខ្ញុំរៀនចប់ថ្នាក់អនុបណ្ឌិតពីក្រៅប្រទេសប៉ុន្តែមិនអាចធ្វើអ្វីកើតក្រៅពីសំងំនៅក្នុងបន្ទប់អត់ការងារធ្វើចំនួន2ឆ្នាំខ្ញុំខ្លាចជាមនុស្សពិការខួរក្បាល People with mental disability គោលបំណងរបស់ខ្ញុំគ្រាន់តែចង់ជាសះស្បើយពីជំងឺផ្លូវចិត្តរស់នៅធម្មតាដូចគេដូចឯងតែប៉ុណ្ណោះខ្ញុំបានចំណាយពេលរាប់ពាន់ម៉ោងធ្វើការសមាធិរៀនពីការរៀនប្រដៅរបស់ព្រះពុទ្ធនិងរៀនទស្សនវិជ្ជារបស់ប្រទេសលោកខាងលិចផ្សេងៗទៀតអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺខ្ញុំបានដឹងថាដើរលើផ្លូវខុសស្ទើរតែមួយជីវិតបាត់ទៅហើយមូលហេតុដែលនាំឲ្យខ្ញុំកើតជំងឺផ្លូវចិត្តគឺមកពីខ្ញុំវង្វេងនឹងរបស់ក្រៅខ្លួនដូចជាលុយឡានវិឡាស្នេហានិងរបស់ផ្សេងទៀតក្នុងចិត្តរបស់ខ្ញុំពោរពេញទៅដោយការច្រណែនកំហឹងសោកស្ដាយភ័យខ្លាចនិងតូចចិត្តការកើតជំងឺផ្លូវចិត្តគឺជារឿងល្អបំផុតដែលបានកើតឡើងចំពោះខ្ញុំវាបានបង្រៀនខ្ញុំឲ្យដឹងថាខ្ញុំមិនត្រូវការរបស់ច្រើនទេដើម្បីសប្បាយចិត្តខ្ញុំចង់បានកាន់តែតិចការជំពាក់ជំពិនរបស់ខ្ញុំកាន់តែតិចហើយខ្ញុំមានភាពស្មុគស្មាញកាន់តែតិចវាបង្រៀនឲ្យខ្ញុំលែងចេះខ្មាស់អៀននិងលែងចេះខ្លាចបាត់បង់អ្វីគ្រប់យ៉ាងសូម្បីតែជីវិតព្រោះខ្ញុំដឹងថារបស់ទាំងនោះវាគ្មានភាពថិតថេរហើយក៏យើងមិនអាចគ្រប់គ្រងវាបានដែរមនុស្សបច្ចុប្បន្នគិតថាលុះត្រាតែគេបានរបស់មួយឬធ្វើការងារអ្វីមួយជោគជ័យបានសម្រេចទើបធ្វើឲ្យគេសប្បាយចិត្តហេតុអ្វីមិនរៀនសប្បាយចិត្តពីឥឡូវបើអ្នកគិតថាមានសង្សារទើបធ្វើឲ្យអ្នកសប្បាយចិត្តរៀនធ្វើបញ្ច្រាស់ពីវាវិញរៀនរស់នៅម្នាក់ឯងវាពិបាកប៉ុន្តែវាមិនស្លាប់ទេរៀនទទួលការសើចចំអកការមើលងាយពីអ្នកដទៃវាពិបាកទ្រាំប៉ុន្តែវាធ្វើឲ្យយើងរឹងមាំរៀនរស់នៅជាមួយអារម្មណ៍គ្រប់បែបយ៉ាងទាំងការសប្បាយចិត្តនិងពិបាកចិត្តយើងកើតមកដើម្បីរៀនជាមួយបញ្ហាជួបបញ្ហាមួយយើងដោះស្រាយវាមួយរៀនកាត់ចិត្តពីរឿងដែលកើតឡើងនៅអតីតកាលនិងរៀនបំបត្តិការភ័យព្រួយពីរឿងអនាគតដែលមិនមានភាពច្បាស់លាស់ហើយក៏មិនទាន់មកដល់កុំចាំសប្បាយចិត្តនៅពេលយើងមានអ្វីគ្រប់យ៉ាងរៀនធ្វើចិត្តឲ្យសប្បាយទាំងយើងមានអ្វីតិចតួចឬគ្មានអ្វីសោះក៏ដោយគួររំលឹកផងដែរថាកាលពីពេលកន្លងទៅបរិសឈ្មោះចិត្តត្រាខាងលើធ្លាប់បានគិតខ្លីជិះកង់3ឡើងលើភ្នំបូកគោហើយដើរចូលព្រៃអស់3ថ្ងៃបំណងដើម្បីបញ្ចប់ជីវិតខ្លួនឯងតែពិតជាសំណាងណាស់កាលគ្រានោះដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រួសារនិងអាជ្ញាធរទើបរកគាត់ឃើញវិញនៅក្នុងសភាពស្គមស្គាំងហើយខាងក្រោមនេះជាសារក្រោយពីរូបគាត់បានរៀបរាប់ពីដំណើររឿងចាប់តាំងពីកើតជំងឺការសម្រេចចិត្តគិតខ្លីនិងរឿងរ៉ាវក្នុងពេលរូបគាត់បានបាត់ខ្លួនថាខ្ញុំមានជំងឺបាក់ទឹកចិត្តចំនួន5ឆ្នាំមកហើយគឺចាប់តាំងពីឆ្នាំ2015មកម្លេះហើយក៏បានព្យាយាមសម្លាប់ខ្លួន3ដងដែរតែមិនសម្រេចនៅដើមខែមករាឆ្នាំ2020វាមានអាការៈធ្ងន់ធ្ងរជាងរាល់ដងអាការៈរបស់វាមានដូចជាមានការគិតរឿងស្មុគស្មាញច្រើនឈឺក្បាលចុកដើមទ្រូងនិងមានចិត្តអន្ទះអន្ទែងវាធ្វើឲ្យខ្ញុំគេងមិនលក់មានពេលមួយខ្ញុំគេងមិនលក់17ថ្ងៃជាប់គ្នានិងមិនអាចប្រមូលអារម្មណ៍ធ្វើការងារបានខ្ញុំបានទៅជួបពេទ្យចិត្តសាស្ត្រជាច្រើនប៉ុន្តែអាការៈរបស់ខ្ញុំមិនបានធូរស្បើយឡើយគឺកាន់តែធ្ងន់ទៅខ្ញុំបានប្រាប់ពីជំងឺរបស់ខ្ញុំទៅប៉ាម៉ាក់បងប្អូនមិត្តភ័ក្តិនិងព្រះសង្ឃប៉ុន្តែគ្មានអ្នកណាអាចជួយខ្ញុំឲ្យបានធូរស្បើយឡើយជំងឺនេះបានធ្វើឲ្យខ្ញុំលែងចង់ធ្វើអ្វីទាំងអស់ខ្ញុំមើលឃើញពិភពលោកយើងតែភាពខ្មៅងងឹតនិងអាប់អួនណាស់វាធ្វើឲ្យខ្ញុំបាត់បង់គោលដៅជីវិតហើយគ្មានអ្វីធ្វើឲ្យខ្ញុំសប្បាយចិត្តទេខ្ញុំតែងតែសួរខ្លួនឯងថាបើរស់នៅបែបនេះរស់នៅកំដរតែជំងឺតើរស់ដើម្បីអ្វីខ្ញុំក៏ចាប់ផ្ដើមមានផែនការសម្លាប់ខ្លួនម្ដងហើយម្ដងទៀតខ្ញុំបានទៅរកទិញថ្នាំងងុយគេងថ្នាំ4កំណាត់ Lizomil គ្រប់ឱសថស្ថានគេមិនហ៊ានលក់ឲ្យខ្ញុំច្រើនទេគឺយ៉ាងច្រើនបំផុត7គ្រាប់តែប៉ុណ្ណោះខ្ញុំបានចំណាយពេលពេញមួយល្ងាចទើបទិញបានថ្នាំចំនួន121គ្រាប់ខ្ញុំដឹងថាបើខ្ញុំលេបថ្នាំនោះទាំងមូលវាមិនធ្វើឲ្យខ្ញុំស្លាប់ទេព្រោះក្រពះនឹងក្អួតថ្នាំនោះចេញមកវិញដូច្នេះដើម្បីឲ្យថ្នាំជ្រាបចូលសាររាង្គកាយលឿនខ្ញុំបានកិនថ្នាំទាំងនោះឲ្យម៉ត់ទៅជាម្សៅរួចដាក់ចូលទៅក្នុងដបមួយហើយរងចាំពេលវេលាដ៏សមស្របមួយពីមួយថ្ងៃទៅមួយថ្ងៃអាការៈរបស់ខ្ញុំកាន់តែធ្ងន់ទៅខ្ញុំពិបាករស់នៅរៀងរាល់ថ្ងៃខ្ញុំបានសុំច្បាប់សម្រាកពីការងារជារឿយៗនៅយប់ថ្ងៃអាទិត្យទី26ខែមេ
សារជំងឺរបស់ខ្ញុំបានធ្វើទុកយ៉ាងខ្លាំងជាងពេលណាទាំងអស់ដែលធ្វើឲ្យខ្ញុំមិនអាចទ្រាំបានខ្ញុំគេងឈឺពេញមួយយប់ទល់ភ្លឺដោយសារការឈឺចាប់របស់ខ្ញុំធំជាងសេចក្តីស្រឡាញ់ចំពោះឪពុកម្ដាយនិងពូមីងបងប្អូនទើបពេលភ្លឺឡើងខ្ញុំក៏បានសម្រេចចិត្តទៅសម្លាប់ខ្លួនជាលើកទី4គឺខ្ញុំមានបំណងទៅស្លាប់ក្នុងព្រៃដោយមិនឲ្យអ្នកណារកខ្ញុំឃើញខ្ញុំចង់បាត់ខ្លួនពីផែនដីនេះតែម្ដងខ្ញុំបានជិះឡានតាក់ស៊ីទៅកំពតរួចខំហៅម៉ូតូកង់3នាក់ដើម្បីជូនខ្ញុំឡើងទៅបូកគោប៉ុន្តែគេមិនហ៊ានជូនខ្ញុំទៅទេប្រហែលជាគេគិតថាខ្ញុំអាចជាចោរប្លន់រហូតខ្ញុំបានរកតុកមួយដែលខ្ញុំឲ្យតម្លៃគាត់ថ្លៃទើបគាត់យល់ព្រមជូនខ្ញុំទៅពេលជិះទៅជិតដល់កំពូលភ្នំទឹកភ្នែកខ្ញុំចាប់ផ្ដើមស្រក់ព្រោះមិននឹកស្មានថាខ្លួនឯងធ្លាក់ដល់ចំណុចនេះពេលចុះពីកង់3ភ្លាមខ្ញុំបានចំណាយពេល2ម៉ោងកន្លះដើរចូលក្នុងព្រៃខ្ញុំបានអង្គុយលើផ្ទាំងថ្មធំមួយខ្ញុំយំយ៉ាងខ្លាំងព្រោះអាណិតប៉ាម៉ាក់អូនប្រុសនិងនឹកស្រណោះបងប្អូននិងមិត្តភក្តិឯទៀតបន្ទាប់មកខ្ញុំក៏បានយកថ្នាំនោះមកផឹកលាយក្រឡុកជាមួយនឹងទឹកបន្ទាប់ពីផឹកថ្នាំហើយខ្ញុំបានទៅទូរស័ព្ទទៅប្រាប់ម៉ាក់ថាម៉ាក់ខ្ញុំបានលេបថ្នាំហើយមិនចាំបាច់មករកខ្ញុំទេគឺរកខ្ញុំមិនឃើញទេថ្នាំចាប់ផ្ដើមជ្រាបហើយឥឡូវនេះពេលវេលាមានតិចណាស់យើងនិយាយគ្នាលេងទៅពេលខ្ញុំអស់ដង្ហើមពេលណាយើងឈប់និយាយពេលហ្នឹងគាត់ព្យាយាមសួរខ្ញុំថាខ្ញុំនៅទីណាប៉ុន្តែខ្ញុំមិនប្រាប់ជាដាច់ខាតបន្តិចក្រោយមកថ្នាំចាប់ផ្ដើមជ្រាបចូលពេញរាងកាយរបស់ខ្ញុំធ្វើឲ្យខ្ញុំបាត់បង់ស្មារតីខ្ញុំក៏ភ្លាត់មាត់ប្រាប់គាត់ថាខ្ញុំនៅលើភ្នំបូកគោបន្ទាប់មកខ្ញុំបានសន្លប់មួយសន្ទុះពេលខ្ញុំភ្ញាក់ដឹងខ្លួនខ្ញុំដឹងថាខ្លួនឯងនៅរស់ខ្ញុំមានអារម្មណ៍ថាស្ពឹកក្បាលយ៉ាងខ្លាំងនិងទន់ដៃទន់ជើងអាការៈស្រដៀងដូចអ្នកស្រវឹងស្រាខ្លាំងចំណែកឯទូរស័ព្ទរបស់ខ្ញុំបានអស់ថ្មទៅហើយខ្ញុំមានអារម្មណ៍តូចចិត្តជាខ្លាំងព្រោះខ្ញុំបរាជ័យម្ដងទៀតហើយខ្ញុំក៏រកមធ្យោបាយផ្សេងទៀតខ្ញុំចង់ចងកប៉ុន្តែកម្លាំងខ្សោយពេកមិនអាចឡើងលើដើមឈើបានបន្ទាប់មកខ្ញុំដើរទៅរកទីខ្ពស់ដើម្បីលោតសម្លាប់ខ្លួនប៉ុន្តែខ្ញុំដើរមួយសន្ទុះធំទើបដឹងថាសន្តានដីនៅទីនោះមានលក្ខណៈរាបស្មើមានទីខ្ពស់សម្រាប់លោតទេមេឃចាប់ផ្ដើមងងឹតខ្ញុំក៏គេងនៅលើដីនៅទីនោះទៅនៅពេលព្រឹកឡើងខ្ញុំបានសម្រេចចិត្តដើរទៅសន្តាគារវិញដើម្បីសម្រាកយកកម្លាំងសាកថ្មទូរស័ព្ទរួចឆែករកទីតាំងដើម្បីលោតជ្រោះតាមពិតវាជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅមួយដោយសារតែជាតិថ្នាំធ្វើឲ្យខ្ញុំបាត់បង់ស្មារតីក្នុងការវិភាគបើខ្ញុំនៅតែមួយកន្លែងក្នុងព្រៃខ្ញុំនឹងស្លាប់ដោយសារការអត់ទឹកនិងអត់អាហារដោយឯងមិនខានខ្ញុំក៏សម្រេចចិត្តរកផ្លូវចេញពីព្រៃវិញនៅពេលដែលយើងនៅក្នុងព្រៃជ្រៅគឺយើងមិនដឹងទិសតំបន់ឡើយបើយើងដើរខុសតែមួយទិសយើងនឹងដើរចូលព្រៃកាន់តែជ្រៅខ្ញុំមិនខ្វល់អ្វីទាំងអស់ខ្ញុំចេះតែដើរគ្មានគោលដៅដោយសារតែជាតិថ្នាំនៅក្នុងខ្លួនខ្ញុំច្រើនពេកខ្ញុំមានកម្លាំងខ្សោយណាស់ខ្ញុំដើរដួលសន្លប់ជារឿយៗនៅយប់ថ្ងៃទី2បានចូលមកដល់ខ្ញុំក៏ទៅគេងលើផ្ទាំងថ្មធំមួយនៅពេលមេឃងងឹតខ្លាំងខ្ញុំបានឃើញព្រះច័ន្ទពេញបរមីរះចំកណ្ដាលដើមឈើងាប់ពីរមានទេសភាពស្អាតខ្លាំងណាស់ខ្ញុំបានក៏លេចទៅមើលខាងឆ្វេងដៃរបស់ខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញព្រះអង្គពណ៌មាសដែលមានពន្លឺចែងចាំងកំពុងអង្គុយសមាធិខ្ញុំជាមនុស្សមិនដែលជឿលើរឿងអបិយជំនឿទេខ្ញុំគិតថាអ្វីដែលខ្ញុំឃើញគ្រាន់តែជាការស្រមើស្រមៃដោយសារជាតិថ្នាំតែប៉ុណ្ណោះខ្ញុំក៏បានសម្ងំគេងលក់ទៅនៅពេលព្រឹកថ្ងៃទី3ខ្ញុំក៏បន្តដំណើរទៅមុខទៀតរួចក៏បានរអិលជើងដួលសន្លប់ធំខ្ញុំសូមផ្អាកនិយាយរឿងខ្ញុំត្រឹមនេះសិនខ្ញុំនិយាយរឿងដែលអ្នកកំពុងតែស្វែងរកខ្ញុំម្ដងនៅម៉ោង 9:05 នាទីមានលោកពូសន្តិសុខម្នាក់បានអះអាងថាឃើញខ្ញុំនៅក្បែរផ្លូវជាតិគាត់បានស្រែកថាអេអាអូនឈប់គាត់បន្តទៀតថាខ្ញុំបានរត់ចូលទៅព្រៃវិញបានគាត់បានប្រាប់ពីភិនភាគទៅមេរបស់គាត់គឺដូចខ្ញុំ 100% បន្ទាប់មកកងកម្លាំងសន្តិសុខប៉ូលីស PM ក្រុមបង្ហាត់សំណក់ក្រុមបញ្ជាដ្រូននិងបងប្អូនខ្ញុំបានចុះស្វែងរកនៅទីតាំងនោះប៉ុន្តែមិនបានឃើញខ្ញុំឡើយតាមពិតមនុស្សដែលបានឃើញមិនមែនជាខ្ញុំទេព្រោះខ្ញុំកំពុងតែសន្លប់នៅកណ្ដាលព្រៃខ្ញុំគិតថាគាត់មិនកុហកទេព្រោះរឿងនេះវាទាក់ទងនឹងក្រុមប្រតិបត្តិការនៃការស្វែងរកនិយាយពីខ្ញុំបន្តទៀតខ្ញុំបានដឹងខ្លួនរួចដើរទៅមុខទៀតខ្ញុំដើរដួលសន្លប់ជាច្រើនដងព្រោះខ្ញុំអត់បានញ៉ាំបាយនិងផឹកទឹក2ថ្ងៃកន្លះហើយជាតិថ្នាំទាំង120គ្រាប់ក៏បានជ្រាបចូលពេញខ្លួនទៀតខ្ញុំដើរផងវាផងរហូតដល់ថ្នល់ជាតិខ្ញុំបានអង្គុយសម្រាកយកកម្លាំងមួយសន្ទុះដើម្បីបន្តដំណើរទៅសន្តាគារមួយស្របក់ក្រោយមកក៏មានម៉ូតូសន្តិសុខម្នាក់បានជិះសម្ដៅមករកខ្ញុំវាជារឿងដ៏ចៃដន្យបំផុតដែលមនុស្សជួបខ្ញុំដំបូងគេគឺជាលោកពូសន្តិសុខដែលអះអាងថាបានឃើញខ្ញុំកាលពីព្រឹកមិញគាត់បានដឹកខ្ញុំទៅសន្តាគារប៉ុន្តែដោយសារខ្ញុំមានសភាពខ្សោយពេកមិនអាចអង្គុយពីខាងក្រោយម៉ូតូបានទើបគាត់ហៅឡានឲ្យមកយកខ្ញុំបានគេងនៅក្នុងឡាន
នៅពេលដែលខ្ញុំភ្ញាក់ឡើងខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញប៉ាម៉ាក់បងប្អូននិងសាច់ញាតិរបស់ខ្ញុំជាច្រើនពួកគាត់សប្បាយចិត្តនិងរីករាយពេកកន្លងដែលអាចរកខ្ញុំឃើញហើយខ្ញុំនៅរស់រានមានជីវិតប៉ុន្តែខ្ញុំវិញបែរជាមានអារម្មណ៍ទោមនស្សនៅក្នុងចិត្តយ៉ាងខ្លាំងព្រោះទោះជាខ្ញុំនៅរស់ក៏ដោយតែជំងឺរបស់ខ្ញុំនៅតែមានដដែលហើយខ្ញុំមានអារម្មណ៍ថាស្ដាយក្រោយជាខ្លាំងដែលសម្រេចចិត្តដើរចូលព្រៃនោះដោយសារឥទ្ធិពលថ្នាំងងុយគេងបន្ទាប់ពីចុះពីភ្នំវិញខ្ញុំមានអាការៈស្រវឹងខ្លាំងបាត់បង់ម្ចាស់ការលើខ្លួនឯងខ្ញុំបានឆាតទៅកាន់មនុស្សជាច្រើននិងផុសអីប្លែកៗនៅលើ Facebook ទាំងមិនដឹងខ្លួនខ្ញុំមានលក្ខណៈច្រឡើមនិងលេងសើចច្រើនដោយកូនក្មេងប្អូនប្រុសរបស់ខ្ញុំបានគិតថាខ្ញុំបាត់បង់សតិហើយមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរហើយ15ថ្ងៃក្រោយមកជាថ្នាំក៏រលាយអស់ខ្ញុំក៏មានស្មារតីប្រក្រតីវិញនៅពេលនោះហើយជំងឺរបស់ខ្ញុំចាប់ផ្ដើមធ្វើទុកមកវិញហើយវាមានអាការៈធ្ងន់ជាងមុនទៅទៀតខ្ញុំចាប់ផ្ដើមខ្លាចមនុស្សប្លែកមុខខ្លាចពន្លឺចុកដើមទ្រូងយ៉ាងខ្លាំងនៅក្នុងខួរក្បាលរបស់ខ្ញុំឮសំឡេងមនុស្សជជែកគ្នាឥតឈប់ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងរហូតដល់ខ្វាចដៃខ្វាចជើងខ្លួនឯងហើយមានគំនិតចង់សម្លាប់ខ្លួនជារៀងរាល់ថ្ងៃខ្ញុំសូមនិយាយត្រឡប់ក្រោយបន្តិចនៅថ្ងៃដែលខ្ញុំបាត់ខ្លួនមានលោកពូចិត្តសប្បុរសធម៌ម្នាក់តែទូរស័ព្ទមកមីងខ្ញុំគាត់ថាបើរកខ្ញុំឃើញគាត់នឹងនាំខ្ញុំទៅពេទ្យមួយពេទ្យនឹងពូកែណាស់កូនគាត់មានអាការៈលើសខ្ញុំទៀតឥឡូវនេះកូនគាត់ចិត្តជាហើយគាត់ថាក្នុងនាមជាឪពុកម្ដាយគាត់មានអារម្មណ៍ខ្លោចផ្សាណាស់នៅពេលបានឃើញកូនមានជំងឺនេះហើយគាត់ក៏យល់ពីអារម្មណ៍ឪពុកម្ដាយរបស់ខ្ញុំដែរម៉ាក់របស់ខ្ញុំចង់ជូនខ្ញុំទៅពេទ្យតែខ្ញុំប្រកែកមិនទៅព្រោះខ្ញុំអស់ជំនឿទៅលើពេទ្យទៅហើយតែដើម្បីឲ្យម៉ាក់ស្ងប់ចិត្តខ្ញុំក៏យល់ព្រមពេទ្យបានសួរពីអាការៈនិងដំណើរជីវិតរបស់ខ្ញុំតាំងពីតូចរហូតដល់ធំគាត់ហៅជំងឺខ្ញុំថាជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ពេទ្យតម្រូវឲ្យខ្ញុំព្យួរសេរ៉ូមនិងលេបថ្នាំចំនួន10ថ្ងៃវាជារឿងមួយដ៏អស្ចារ្យណាស់ដោយគ្រាន់តែព្យួរសេរ៉ូមនិងលេបថ្នាំបានមួយថ្ងៃខ្ញុំមានអារម្មណ៍ថាជាសះស្បើយបាន 70% ទៅហើយបន្ទាប់មកពូនិងមីងដែលជាមិត្តភក្តិរបស់ប៉ាខ្ញុំគាត់មានសន្តានចិត្តល្អពួកគាត់បានឲ្យខ្ញុំស្នាក់នៅផ្ទះរបស់គាត់ដែលជាកន្លែងស្ងប់ស្ងាត់ល្អដើម្បីបង្រៀនពីបច្ចេកទេសសមាធិដល់ខ្ញុំពេលនោះហើយដែលខ្ញុំយល់ច្បាស់អំពីឫសគល់នៃជំងឺបាក់ទឹកចិត្តជំងឺនេះកើតឡើងនៅពេលដែលចិត្តរបស់យើងប្រតិកម្មទៅនឹងបញ្ហាចិត្តរបស់មនុស្សភាគច្រើនមានលក្ខណៈរពិលរពូចចិត្តពោរពេញទៅដោយលោភៈទោសៈនិងមោហៈនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃតែងតែជួបបញ្ហាពេលខ្លះរឿងដែលយើងចង់បានវាមិនកើតឡើងទេហើយរឿងដែលយើងមិនចង់បានបែរជាកើតឡើងទៅវិញនៅពេលដែលចិត្តយើងគ្មានសណ្ដាប់ធ្នាប់យើងនឹងយករឿងទាំងនោះមកគិតដដែលរហូតដល់ស្មុគស្មាញពេញខួរក្បាលក៏បណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្តដើម្បីព្យាបាលជំងឺនេះគឺយើងត្រូវលាងសម្អាតចិត្តកខ្វក់នោះចេញដោយធ្វើការវះកាត់ដល់ទីជម្រៅនៃចិត្តតាមរយៈការសមាធិដើម្បីជំនួសមកវិញនូវសេចក្តីមេត្តាករុណាមុទិតានិងឧបេក្ខានៅពេលនោះហើយជំងឺផ្លូវចិត្តនឹងរលើងដាច់ឫសគល់ឥឡូវនេះខ្ញុំបានជាសះស្បើយ 90% ហើយខ្ញុំទើបតែរៀនថ្នាក់មត្តេយ្យនៃការសមាធិប៉ុន្តែវាបានផ្ដល់ផលប្រយោជន៍ដល់ខ្ញុំជាច្រើនខ្ញុំសូមសំណូមពរដល់ពូមីងបងប្អូនទាំងឡាយដែលមានជំងឺបាក់ទឹកចិត្តសូមកុំអស់សង្ឃឹមនិងគិតខ្លីដូចជារូបខ្ញុំពីព្រោះពេទ្យខ្មែរយើងក៏ពូកែដែរហើយក៏មានវិធីសាស្ត្រផ្សេងទៀតដើម្បីព្យាបាលវាជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលជួយខ្ញុំដោយសន្តានចិត្តស្មោះសរហើយបានកែប្រែមនុស្សម្នាក់នេះដែលធ្លាប់តែមើលឃើញពិភពលោកពោរពេញទៅដោយភាពអាប់អួរខ្មៅងងឹតទៅជាពិភពលោកស្រស់ស្អាតល្អផូរផង់ហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយខ្ញុំអាចក្លាយជាមនុស្សរឹងមាំម្នាក់ដែលមានសមត្ថភាពអាចជួយអ្នកដទៃដោយដែលអ្នកបានជួយខ្ញុំដែរ